លោកតាគិតថាសៀវភៅនោះប្រហែលជាបាត់បង់ទៅហើយដោយសារវាច្រើនឆ្នាំពេកមិនដឹងអ្នកណាគេម្នាក់មកអង្គុយហើយយកសៀវភៅនោះទៅក៏មិនដឹងដែរប៉ុន្តែវិសិទ្ធនៅតែចង់ដឹងក៏សម្រេចចិត្តសាកល្បងរកមើលគាត់ចំណាយពេលប៉ុន្មានយប់នៅក្នុងហាងលោកតាឈិនដោយមានការអនុញ្ញាតពីលោកតាឈិនផងនោះគាត់ក៏បានរើកកាយបាទទៅរើកកាយតូបគេអញ្ចឹងបាទមិនចេះរបងសិទ្ធរើមើលតាមក្រោមតុតាមចន្លោះជញ្ជាំងនិងក្តារខាងក្រោមរហូតដល់យប់មួយពេលដែលគាត់ស្ទើរតែអស់សង្ឃឹមទៅហើយនៅក្នុងការរកសៀវភៅទៅនោះគាត់ក៏ក្រឡេកទៅឃើញអ្វីមួយនៅខាងក្រោមចន្លោះទ្វារសៀវភៅហ្នឹងឯងមានអីទេបាទគាត់ក៏ប្រើឧបករណ៍គៀបយកមកអូតាមពិតនោះគឺជាសៀវភៅមែនមានគម្របស្បែកពណ៌ត្នោតចាស់នៅលើគម្របមានអក្សរផ្ដៅសរសេរថាសុចិត្តតាវិសិទ្ធរើយកសៀវភៅនោះមកបើកមើលដោយដៃញ័រនៅខាងក្នុងសៀវភៅនោះមានតាំងកំណត់ហេតុប្រវត្តិសរសេរប្រចាំថ្ងៃបំណែកកំណាព្យខ្លីៗនិងគំនូរព្រាងតូចៗអក្សរផ្ចង់តូចៗរបស់សុចិត្តតាបានរៀបរាប់អំពីជីវិតប្រចាំថ្ងៃរបស់នាងប៉ុន្តែជីវិតនោះហាក់ដូចជាឯកាបន្តិចភាពរីករាយតូចតាចបានពីហាងកាហ្វេរបស់តាឈិនគឺជាក្តីសម័យរបស់គាត់ដោយសារតែទីតាំងនោះគឺជាកន្លែងដែលគាត់ស្ងប់សុខហើយអានសៀវភៅសរសេរសៀវភៅគិតអំពីសៀវភៅអ្វីដែលធ្វើឲ្យវិសិទ្ធរំជួលចិត្តបំផុតនោះគឺទំព័រចុងក្រោយដែលសុចិត្តតាបានសរសេរមុនពេលនាងស្លាប់នាងបានសរសេរថានាងពិតជាស្រឡាញ់កន្លែងនេះណាស់